មេរិកបោកអាមេរិកទេដឹងមានមូលដ្ឋាននៅឥណ្ឌានៃសហរដ្ឋអាមេរិកបរិសុទ្ធ2នាក់ដែលមានអាយុ20ឆ្នាំបោកលោកយាយអាយុ70ឆ្នាំឲ្យទិញកាក់មាសអូឡាំពិកមានមូលដ្ឋាននៅឥណ្ឌាអាមេរិកមិនឥណ្ឌានៅឥណ្ឌាជាប់ប៉ាគីស្ថានទេគឺឥណ្ឌានៅអាមេរិកឥណ្ឌានៅអាមេរិកនេះដោយគ្រីស្តូហ្វឺកូឡុំពេលដែលគាត់រកឃើញអាមេរិកដំបូងគាត់គិតថាគាត់ដល់ឥណ្ឌាតាមការពិតគាត់មានដល់ឥណ្ឌាណាគាត់ដល់អាមេរិកហើយហៅពួកឥណ្ឌាហើយក៏ជាប់ឈ្មោះជារដ្ឋឥណ្ឌានៅសហរដ្ឋអាមេរិកអញ្ចឹងជនជាតិអាមេរិកមានមូលដ្ឋាននៅអាមេរិកបោកលោកយាយវ័យចំណាស់នៅអាមេរិកការឆបោកដោយប្រើប្រាស់កុំព្យូទ័រទូរស័ព្ទដៃលួងលោកយាយឲ្យទិញកាក់មាសបានសម្រេចនៅសហរដ្ឋអាមេរិក Never purchased him before. So before he sold anything, Soldat in early May called the Kent County Sheriff's Office, which quickly recognized the gold buying scam, this one based out of India, with scammers convincing the widow by computer and phone that her social security number had been compromised. And the scammers. We're scamming the scammers. That feels good. Yes, it does. So in the end, Yug Chauhan got chocolate coins and 2 20-year felonies, false pretenses, and using a computer to commit a crime. He remains here in the Kent County Jail as his case works its way through the court system. In Grand Rapids, I'm Target. នៅថ្ងៃទី18ខែមិថុនាឆ្នាំ2026ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមខួងស្រីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14បានចុះត្រួតពិនិត្យនិងផ្សព្វផ្សាយអនុក្រឹត្យលេខ03នៅតាមទីតាំងអគារខុនដូផាតមិនបុរីផ្ទះសំណាក់និងសន្តាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោះសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចំនួន120ទីតាំងដោយបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន402នាក់ស្រី117នាក់និងមានលិខិតឆ្លងដែនត្រឹមត្រូវក្នុងនោះក្រុមការងារបានរកឃើញបទល្មើសមួយករណីនៅជាន់ទី8បន្ទប់ A8 ក្នុងអគារ L បុរីកីឡា BRKL Property Nashman អគារលេខអគារ 10C ភូមិ6ផ្លូវលេខ213សង្កាត់វាលវង្សខណ្ឌ7មករាដោយបានឃាត់ខ្លួនជនជាតិវៀតណាម6នាក់ស្រី1នាក់ព្រមទាំងសម្ភារៈមួយចំនួនតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នៅក្នុងទីតាំងអគារ L បុរីកីឡាដដែលនេះក្រុមការងារបានត្រួតពិនិត្យរកឃើញនៅជាន់ទី15បន្ទប់ A15 និងរីឯជាន់ទី11បន្ទប់លេខ I211 មានជាប់ពាក់ព័ន្ធបទល្មើសជួញដូរប្រើប្រាស់និងរក្សាទុកសារធាតុញៀនខុសច្បាប់ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់2នាក់និងជនសង្ស័យជាជនជាតិជប៉ុនចំនួន1នាក់ព្រមទាំងវត្ថុតាងមួយចំនួនដោយឡែកនៅភូមិដីថ្មីសង្កាត់គោកឃ្លៀងខណ្ឌសែនសុខនៅបន្ទប់ជួលគ្មានលេខជាន់ទី2និងជាន់ទី3និងនៅផ្ទះលេខ67ផ្លូវលេខ309ភូមិគោកឃ្លៀងសង្កាត់គោកឃ្លៀងក្រុមការងារបានឃាត់ខ្លួនជនជាតិខ្មែរ4នាក់ស្រី1នាក់ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែងក្រោយការត្រួតពិនិត្យនិងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញសម្រេចប្រកូលជនសង្ស័យនិងសម្ភារៈទាំងអស់ខាងលើទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធីបន្តនៅថ្ងៃដដែលនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់
ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ23សរុបចំនួន3ទីតាំងមនុស្សចំនួន11នាក់គិតជាថវិកាសរុបចំនួនបានចំនួន40 លាន 4,800,000 រៀល